ជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយនិយាយទាក់ទងទៅនឹងកាន់ខ្ទឹមចេះណាមកខ្ទឹមព្រោះផ្ទះខ្ញុំគាត់លក់ខ្ទឹមលក់អីចឹងណាលក់បន្លែលក់អីចឹងណាអញ្ចឹងយើងហាន់ខ្ទឹមហើយជាដំបូងហ្នឹងយើងកាត់ខ្ទឹមក្បាលវាដំបូងហ្នឹងឯងកាត់ក្បាលវាណាកាត់ដើម្បីយកស្កៃវាខាងគល់វាណាគឺយកចេញហើយស្រួលបកស្រួលអីចឹងណាហើយជាមួយទៅទៀតបានដឹងថាវាបកស្រួលបកប៉ុណ្ណានេះជាខ្ញុំកាត់អ្វីដែលខ្ញុំកាត់ហើយចឹងណាធន់ទូចដែរមានច្រើនហើយយើងកាត់ហើយធម្មតាយើងកាត់ហើយមិនដាក់អង្គធន់ហើយជាបន្ទាប់នេះសកម្មភាពខ្ញុំបកសកម្មភាពដែលយើងបកចង់ដឹងថាបកស្រួលយ៉ាងណាមើលចាក់បកចិត្តគិនម្ដងតិចរហូតនិយាយផងដែរថាខ្ទឹមហ្នឹងពេលបកយូរកាហាយដៃរៀងក្តៅមកចាំមើលតែបកតិចមិនដឹងថាក្តៅវាក្តៅយ៉ាងណាកាហាយមកដៃនេះសកម្មភាពខ្ញុំបកពីឆ្វេងទៅស្ដាំម្លេះហើយដាក់ជុំច្រែងនេះសកម្មភាពតហើយភ័យទៅផងដែរវីដេអូនេះខ្ញុំថតផ្ទៃ background ជាប់ជាមួយនឹងនេះហើយខោក្នុងនេះសកម្មភាពខ្ញុំបងខ្ញុំគាត់អង្គុយនៅខាងក្រោយអង្គុយចំប្លង់វីដេអូនឹងថតហើយខ្ញុំថតផងខ្ញុំធ្វើវីដេអូផងកាត់ខ្ទឹមផងហាន់ខ្ទឹមផងវាពិបាកដែរបកផងហើយថតវីដេអូផងនេះខ្ញុំបកហើយដាក់ចូលទៅច្រែងវីដេអូខ្ញុំកាត់ទេកាត់បានអស់មកចិត្តអស់មកធន់ហើយក្តៅដៃដែរបានកន្លះកញ្ឆែងនេះបងខ្ញុំគាត់យកទៅផ្សារចប់វីដេអូគឺ